សួស្តីអ្នកនរគ្នាមុននឹងចូលដល់សាច់រឿងកុំភ្លេចចុច like និង subscribe ផងណាទីបំផុតថ្ងៃប្រកួតប្រមាញ់សត្វចម្លែកក៏បានមកដល់អូហ្វីលីគិតក្នុងចិត្តថានាងត្រូវតែឲ្យកូនកន្សែងនេះទៅឲ្យខេលីនឲ្យតតែបាននឹងតាមមើល Fleur ផងដែរមកដល់មុខរទេះនាងក៏សួរថា Sylvester បាត់តាណាហើយភ្លាមនោះបរិសជាសេះខ្មែររបស់យើងក៏បានមកដល់នាយចុះមកសួរនាងមិនក៏នាងមិនអង្គុយក្នុងរទេះនេះនាងកំពុងរងចាំគេមែនទេពិតជាគួរឲ្យស្រឡាញ់មែនតែន Sylvester ក៏យកដៃខ្លួនឯងទៅចុចថ្មរបស់នាងបន្តិចអូហ្វីលីនេះឡើងអៀនខ្លាំងតែម្ដងខំបន្លប់ខ្លួនកុំឲ្យកាត់រឿងនេះព្រោះថានាងមានរឿងច្រើនណាស់ត្រូវធ្វើនៅថ្ងៃនេះហើយដែល Fleur ត្រូវបានសត្វចម្លែកចាប់ហើយ Kaelin ជាអ្នកជួយនាងទៅធ្វើឲ្យស្នេហារបស់ពួកគេកាន់តែខ្លាំងឡើងនាងមិនអាចឲ្យវាកាត់ឡើងបាននោះទេមកដល់ Sylvester កាន់ដៃនាងចុះពីរទេះឲ្យនាងចាំតែមើលទៅថ្ងៃនេះគេនឹងចាប់សត្វចម្លែកដ៏ខ្លាំងជាងគេឲ្យនាងមើលមិនខានអូហ្វីលីដឹងហើយនាងនេះនិយាយដដែលតែគេលែងដៃនាងបាននៅ Sylvester ក៏សួរនាងវិញនេះវាមិនលើសពេកតែដឹងដែលមិនឲ្យប៉ះសំបីតែដៃពួកគេបានគេជាមួយគ្នាហើយទេតានាងក៏ថាឲ្យគេទាំងអៀនកុំនិយាយលឺពេកប្រយ័ត្នគេលឺហើយយកច្រឡំព្រោះគ្រាន់តែគេងតែប៉ុណ្ណោះគ្មានអ្វីលើសពីនេះទេនាងក៏បន្តខ្លាចគេលឺធ្វើអីពួកគេរៀបការហើយទេតាគេនឹងខឹងជាមិនខានបើនាងនិយាយពាក្យនេះមុខខេលៀននាងរកនិយាយតហើយ Sylvester ក៏យកដៃឈូចនាងកុំឲ្យនិយាយទៀតឃើញ Jasmine មកដល់នាងក៏ចេញទៅទាំងមិនភ្លេចប្រាប់ទេព្រៃនេះគ្រោះថ្នាក់ណាស់កុំចូលទៅឲ្យសោះរីឯបេះដូងរបស់ Ophelia នេះវិញលោតអង្ញាប់មែនតែនវាពិតជាខុសពីធម្មតាណាស់ឬមួយមកពីនាងឃើញ Sylvester សង្ហាពេកតែដឹងទៅធ្វើឲ្យបេះដូងរបស់នាងលោតខុសចង្វាក់អញ្ចឹងសម្លឹងឃើញ Kaelin នៅម្នាក់ឯងនាងក៏ញញឹមឡើងតែម្ដងបន្តិចក្រោយមក Kaelin និង Fleur ក៏ឈិះទៅដើរលេងបន្តិចនៅតាមមាត់បឹងរោងរបស់នាងក៏ប្រឡាក់បន្តិច Kaelin ក៏យកកូនកន្សែងមួយមកជូតឲ្យនាងគ្រាន់តែឃើញកូនកន្សែងនោះចម្លែកនាងក៏សួរគេភ្លាម Kaelin ឆ្លើយថាគ្មានអ្វីនោះទេអ្នកបម្រើឲ្យមកគេតែប៉ុណ្ណោះហើយក៏យកកូនកន្សែងនោះទុកទៅប៉ុន្តែដូចដឹងទៅហើយវាជារបស់ដែល Ophelia ជាអ្នកឲ្យងាកមកកាន់ជំរុំវិញ Ophelia ក៏ស្វែងរក Fleur ព្រោះថាថ្ងៃនេះនាងត្រូវធ្វើយ៉ាងម៉េចក៏ដោយមិនឲ្យ Fleur ត្រូវចាប់បានដោយបិសាចនោះទេដល់មកដល់ Fleur ក៏ធ្វើជានិយាយលោកជំទាវមកដល់ល្មមនាងកំពុងតែបង្ហាញនារីពីទឹកអប់ដែលនាងទទួលបានជាកាដូនេះនិយាយរួចនាងក៏ឲ្យភ្នែកតែ Angela យកមកឲ្យ Ophelia តើលោកជំទាវចង់ហិតពីបន្តិចទេក្រែងលោកជំទាវជួយទឹកអប់មិនអញ្ចឹងឯងភ្លាមនោះ Angela ក៏ធ្វើឲ្យទឹកអប់នោះជ្រុះដោយចេតនាទៅលើរោមរបស់ Ophelia ក្លិនទឹកអប់គឺឈ្ងុយខ្លាំងតែម្ដងក្រឡេកមកក្នុងព្រៃនេះវិញ Kaelin ក៏បានសម្លាប់សត្វចម្លែកបានជាច្រើនមើលទៅគេនឹងទទួលបានចំណាត់ថ្នាក់លេខ1ហើយភ្លាមនោះ Sylvester ក៏ចេញមកដោយខ្លួនប្រឡាក់សុទ្ធតែឈាមសត្វចម្លែកតែម្ដង Kaelin ក៏ភ្ញាក់ជាខ្លាំងតែគេទៅតែសម្លាប់មនុស្សហើយមែនទេ Sylvester ឆ្លើយតបថាប្រកាសជាមិនមែនហើយគេមិននឹងមកសម្លាប់មនុស្សនៅកន្លែងដែលគេសង្ស័យថាជាខ្លួនទៅហើយនឹងលើកថាបើសិនជាមានមនុស្សស្លាប់អញ្ចឹងគេសង្ស័យ Sylvester មុនគេហើយអញ្ចឹងឯងខ្លាចអត់យល់ពួកគេក៏និយាយគ្នាបន្តិចពីនេះពីនោះហើយក៏ចូលដល់ប្រធានបទ Ophelia Kaelin ប្រាប់ Sylvester ថាគេមិនចូលចិត្ត Ophelia នោះទេទទួលបានចម្លើយហើយគេក៏សប្បាយចិត្តហើយឲ្យ Kaelin បន្តទៅទៀតមិនក៏សត្វចម្លែកស្ងាត់អញ្ចឹងខណៈនោះផងដែរសម្លេងស្រែកមួយក៏បន្លឺឡើងវាជាសម្លេងរបស់ Ophelia តែនាងមកធ្វើអីនៅក្នុងព្រៃនេះ Sylvester ក៏រត់ទៅរកសម្លេងរបស់នាងភ្លាមរីឯ Kaelin នេះវិញឃើញគេបារម្ភពី Ophelia ដល់ថ្នាក់នេះគេក៏មានគំនិតមួយឡើងមកសាច់រឿងក៏កាត់ទៅមុននេះបន្តិច Ophelia និង Jasmine ក៏បានមកដល់មាត់បឹងដើម្បីលាងសម្អាតទឹកអប់ដែលកំពុងនៅលើរោបនាងនោះនាងក៏ភ្លេចយកកូនកន្សែងមក Jasmine ក៏ទៅយកវាដោយទុកឲ្យ Ophelia នៅតែម្នាក់ឯងនៅទីនោះ Ophelia ក៏ចាប់ផ្ដើមគិតមិនក៏ Fleur យកទឹកអប់មកកន្លែងនេះចឹងហើយក្លិនរបស់វាចម្លែកដែរវាមិនដូចជាអ្វីដែល Fleur គួរប្រើនោះទេលឺសំឡេងសត្វចម្លែកចេញពីក្នុងព្រៃមកនាងក៏ងើបឡើងបំរុងទៅវិញប៉ុន្តែសំណាងអាក្រក់អីក៏ឃើញមនុស្សម្នាក់ដើរម្ដុំនៅក្នុងព្រៃនោះដោយរោគរបស់គេស្តៀងនឹង Fleur ដែរ Ophelia ក៏គិតថាជា Fleur ហើយក៏រត់តាមទៅព្រោះខ្លាចថានាងមានគ្រោះថ្នាក់រត់តាមបន្តិចក៏បាត់សម្មានាងឆឹងហើយនាងមកកាន់តែជ្រៅទៅហើយនាងខ្លាចថានឹងមានសត្វចម្លែកលោតចេញមកក៏បកក្រោយត្រឡប់ទៅវិញ
មានអាណាពួកសត្វចម្លែកក៏មករោមនាងរួចបាត់ទៅហើយវាក៏ដោយសារតែក្លិនទាំងអស់នោះផងដែរដែលតាក់ទាញពួកវាមករកចំណីដែលស្រស់មួយនេះអូហ្វេលីភ្ញាក់ផ្អើលខ្លាំងមែនទែនមិនក៏ពួកវាមកច្រើនបែបនេះតើឲ្យនាងរត់យ៉ាងម៉េចមានតែស្រែកដកម៉ែហើយពេលនេះព្រាមនោះនាងក៏គិតហាចុះនាងមានវេទមន្តងឹតទេតើព្រាមនោះនាងក៏ចាប់ដើមវាយប្រហារសត្វចម្លែកដែលចូលមករកនាងម្ដងមួយដោយវេទមន្តរបស់នាងវាមានថាមពលខ្លាំងមែនទែនដាក់មួយដៃក៏ងាប់តែម្ដងនាងក៏ចាប់ផ្ដើមសបាយដៃសម្រាប់ពួកវាចូលមកពួកឯង Sylvester ក៏រត់មករក Ophelia ស្រែករកផងអីផងហើយភ្លាមនោះក្លិនមួយក៏ជះមកយ៉ាងចម្លែកវាគឺជាក្លិនផ្កា Curwen ពួកសត្វចម្លែកចូលចិត្តវាណាស់ដូច្នេះហើយពួកវាតែងតែទៅរកក្លិននោះហើយប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះគឺជួយ Ophelia ជាមុនសិនរត់មកដល់គេក៏ឃើញនាងកំពុងតែបាញ់វេទមន្តសម្រាប់សត្វទាំងនោះនាងក៏ចូលទៅជួយសម្រាប់ពួកវាដែរតតែអស់គេមិននឹកស្មានសោះថាមកជួយនាងបែបនេះនាងពិតជាខ្លាំងណាស់ដែលអាចការពារខ្លួនឯងបានយ៉ាងណាមិញគេនៅតែបារម្ភពីនាងទោះបីជានាងខ្លាំងក៏ដោយវាព្រោះតែគេចូលចិត្តនាងភ្លាមនោះសម្លេងមួយក៏លោតនៅក្នុងខួរក្បាលរបស់ Sylvester កូនសម្លាញ់តើកូនស្រឡាញ់ម៉ាក់ទេកូនត្រូវតែស្រឡាញ់ម៉ាក់តែម្នាក់គត់នោះគឺជាអ្វីដែលកូនអាចធ្វើបានកូនសម្លាញ់បង្ហាញអារម្មណ៍របស់កូនមកនេះគឺជាពាក្យដែល Sylvester ចងចាំមិនភ្លេចពីម្ដាយរបស់គេបានសន្យានឹងខ្លួនឯងថាមិនស្រឡាញ់អ្នកណាឡើយជាពិសេសជាអ្នកប្រើប្រាស់វេទមន្តងឹតដូចជាម្ដាយគេអញ្ចឹងវាមិនទាន់ហួសពេលទេដែលគេគួរតែគ្រប់គ្រងវាឲ្យបានគេមិនត្រូវស្រឡាញ់ Ophelia ជាដាច់ខាតនេះក៏ឈរភ្លឹកឃើញបែបនេះ Ophelia ក៏សួរថាគេមិនអីទេមែនទេនេះតបវិញថាគេមិនអីនោះទេហើយពួកគេក៏ដើរចាក់ចេញទៅរីឯ Sylvester ក៏ចាប់អារម្មណ៍នឹងក្លិនផ្កានោះហើយបញ្យល់ប្រាប់ Ophelia ថាវាមានក្លិនដូចជាឈាមស្រស់ៗអញ្ចឹងសម្រាប់សត្វចម្លែកដូច្នេះហើយវាទាក់ទាញពួកនោះមករកនាងកាន់តែខ្លាំងនាងក៏ប្រាប់វិញទៅថាវាជារបស់ជំទាវ Fleur ដែលធ្វើកំពប់មកលើរោមរបស់នាងដូច្នេះហើយទើបនាងព្យាយាមសម្អាតវាចេញមែនហើយបើនាងគ្មានវេទមន្តងឹតទេនាងច្បាស់ជាស្លាប់ហើយមកទៅច្បាស់ណាស់ថា Fleur ជាអ្នករៀបគម្រោងនេះ Sylvester ក៏ចេញខ្លួនដោះស្រាយរឿងនេះព្រោះថាពីមុនមកលើតួស្រីប្រាប់ពី Fleur ដែរគេមិនគិតច្រើនអ្វីនោះទេប៉ុន្តែលើកនេះវាបង្ហាញឲ្យដឹងថានាងពិតជាគ្រោះថ្នាក់ណាស់គេក៏ចង្អុលដៃដាក់ខ្លួនឯងជឿគេចាស់គេនឹងសងសឹកឲ្យនាងមកដល់ជំរំវិញ Kelly និង Fleur ក៏ដើរមកកាត់ Sylvester និង Ophelia Kelly ក៏លើកថ្មគ្រីស្តាល់ឡើងមកដោយមានមោទនភាពមើលទៅគេជាអ្នកឈ្នះការប្រកួតនេះហើយរីឯ Fleur នេះវិញក៏រៀងភាំងបន្តិច Sylvester និយាយឡើងអ្នកណាខ្វល់ទៅហើយក៏សួរទៅ Ophelia តើនាងឃើញគេសម្លាប់សត្វចម្លែកមុននេះទេនាងឆ្លើយថានាងឃើញតាមែនហើយថ្ងៃនេះគេចង់បង្ហាញនាងឲ្យឃើញថាគេខ្លាំងប៉ុណ្ណានេះជាគោលបំណងរបស់គេស្ដាប់ហើយ Ophelia អៀនទៀតហើយនិយាយទៅមួយភាគនឹងអៀនចង់10ដងឯងនាងឆ្ងល់មិនក៏គេហ៊ាននិយាយពាក្យនេះនៅមុខគ្រប់គ្នាអញ្ចឹងឈរមើលមុខគ្នាបន្តិច Sylvester ក៏បន្តគេទើបតែដឹងថាវាមានរឿងមួយទៀតដែលសំខាន់ជាងការប្រកួតនេះទៅទៀតមើលទៅជំទាវ Fleur ដឹងជាងនេះទៅទៀតហេតុអីក៏នាងភ្ញាក់ផ្អើលខ្លាំងម្ល៉េះដែលឃើញប្រពន្ធគេមកវិញដែលមានសុវត្ថិភាព Fleur ក៏និយាយឡើងដោយភ័យតិចព្រោះថាអ្នកណាមិនខ្លាច Sylvester នាងមិនដឹងទេថាលោកឯកឧត្តមនិយាយពីអ្វីប៉ុន្តែនាងភ្ញាក់ផ្អើលនេះដោយសារតែលោកជំទាវមានឈាមពេញខ្លួនតែប៉ុណ្ណោះ Sylvester ក៏បន្តពិតមែនទេគេតែងតែឆ្ងល់ថាសត្វកណ្ដុរមួយណាដែលតែងតែរត់នៅក្នុងរាជវាំងមិននឹកស្មានសោះថាជានាង Fleur William ភេទនេះក៏ស្លេះត្រឹមប៉ុណ្ណឹងសិនអ្នកទាំងអស់គ្នាមានគំនិតមិនដែរជួយខមមិននៅខាងក្រោមអ្នកមួយផងអរគុណ